Bạn số đây là ở khía bạn nói cái này dân tự lập chụp khía tới đấy chụp môi nâng Meridian môi tuyết cứ HSK buồn và hayสำหรับจำนวนchươngในอัตบทใบยังคือมีจำนวนยังท้าหนีขุยจ่อฟันมาหนีขุยจ่อฟันมาคือยังบอกท้าตาเนี่ยเจ็ดเฟิร์มหกแหล่เตะบาเลยดำใบกับไอ้ขาไปยุ่ยังชมเมื่อละอัตบทกัจจันทานียังถึงออกเนี้ยบาให้เน็ตออกเนี้ยมนหนึ่งยังនេះបងអ្នកនរគ្នាអាចកត់ចំណាំនៅពាក្យប្របាក់មួយចំនួនដែលក្នុងវីដេអូនេះខ្ញុំបានធ្វើមួយពាក្យទេគឺបានន័យថាខ្ញុំរៀបចំជាវីដេអូនេះហើយជាអត្ថបទជាហើយខ្ញុំបកប្រែយកទៅបងអញ្ចឹងបើសិនជាមានពាក្យណាប្របាក់គឺអាចធ្វើការកត់ទុកចំណាំទុកមួយពាក្យនឹងបានបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយើងចូលមកដល់គ្នាបាទដែលកិច្ចសន្ទនានេះគឺមាន3នាក់បាទទី1គឺលៀនមីបាទលៀនមីស៊ូណានបាទស៊ូណានហើយនឹងតាឡុងបាទគឺ3នាក់ហ្នឹងគាត់ធ្វើការវិភាសាគ្នាតទៅមួយនឹងការធ្វើម្ហូបអីចឹងណាបាទឥឡូវយើងចូលមកកិច្ចសន្ទនាយើងទាំងអស់គ្នាបាទដែរស៊ុនលៀនមីគាត់និយាយថា终于下课了终于下课了បាទទីបំផុតគឺចេញពីរៀនហើយបាទនេះថាគាត់កំពុងរៀនណាជាចុងបាទទីបំផុតចេញពីរៀនហើយ我打算买份寿司带回家我打算买份寿司带回家ខ្ញុំមានគម្រោងបាទតាសននេះគឺមានគម្រោងម៉ៃទិញសូស៊ឺនេះគឺស៊ូស៊ីបាទស៊ូស៊ីមកប្រអប់អញ្ចឹងណាហ្វិនស៊ូស៊ីតែហួយជាយកទៅផ្ទះបាទអញ្ចឹងគេបកថាខ្ញុំមានគម្រោងថាចង់ទិញស៊ូស៊ីមកប្រអប់យកទៅផ្ទះ你们晚上吃什么ពួកអ្នកយប់ហ្នឹងញ៉ាំអីគេគេសួរមកសុនណានឹងតាឡុងណាហើយសុនណាគាត់ឆ្លើយ我打算买点菜自己做ខ្ញុំមានគម្រោងថាទិញបន្លែមួយចំនួនបាទមកបន្លែបន្តិចធ្វើខ្លួនឯងជឿជីជក់នេះគឺធ្វើខ្លួនឯងបាទហើយអញ្ចឹងគេบอกថាខ្ញុំមានគម្រោងថាទិញបន្លែបន្តិចធ្វើម្ហូបខ្លួនឯងធ្វើខ្លួនឯងហើយតាឡុងគាត់និយាយថាសុនណានបាទគាត់សួរមកសុនណានណាសុនណាន你经常自己做饭吗អ្នកជាទូទៅបាទជាទូទៅឬក៏តែងតែបាទនេះតែងតែធ្វើម្ហូបខ្លួនឯងមែន自己做饭បាទហើយសុនណានគាត់ឆ្លើយវិញ对呀ត្រូវហើយ我一般中午点外卖ខ្ញុំជាទូទៅ一般នេះគឺជាទូទៅ中午ពេលរសៀលទៀនវ៉ៃម៉ៃគឺកំងអាហារពីខាងក្រៅបាទយើងនិយាយទៀនវ៉ៃម៉ៃ晚上自己做ពេលយប់គឺធ្វើម្ហូបខ្លួនឯងធ្វើខ្លួនឯងអញ្ចឹងសុនណានគាត់និយាយថាត្រូវហើយទួយ我一般中午点外卖ខ្ញុំជាទូទៅពេលរសៀលគឺកំងអាហារពីខាងក្រៅ晚上自己做ពេលយប់គឺធ្វើខ្លួនឯងបាទអញ្ចឹងយើងបន្តទៅមុខទៀតរៀងលឿនទេក៏ប៉ុន្តែវីដេអូចេះបងប្អូនអាចធ្វើការមើលម្ដងហើយម្ដងទៀតបានអញ្ចឹងងាយស្រួលហើយលេនមីគាត់និយាយម្ដងបាទ那你打算做什么菜那你打算做什么菜អញ្ចឹងអ្នកមានចឹងថាអ្នកកម្រងអ្នកចង់ធ្វើម្ហូបអីគេអ្នកមានកម្រងធ្វើម្ហូបអីគេបាទនេះ你那អញ្ចឹងនេះណានេះអញ្ចឹង你打算做什么菜អ្នកមានកម្រងធ្វើម្ហូបអីគេហើយសុនណានគាត់ឆ្លើយមកបាទ今天晚上做冬阴功汤吧今天晚上做冬阴功汤吧គឺថ្ងៃនេះពេលយប់បាទបកថាយប់នេះណា今天晚上做冬阴功汤吧冬阴功汤នេះគឺស៊ុបតុងអ៊ីនកុងហ្នឹងបាទខ្ញុំក៏ស្គាល់ដែរបាទអញ្ចឹងគឺនេះគឺជាឈ្មោះស៊ុបរបស់គេនេះបាទគឺថាងនេះគឺស៊ុប很久没吃了很久没吃了បាទថាខានញ៉ាំយូរហើយបាទ很久នេះគឺយូរណាស់ហើយ没吃了គឺមិនបានញ៉ាំអញ្ចឹងบอกថាមិនបានញ៉ាំយូរណាស់ហើយបាទមិនបានញ៉ាំតុងអ៊ីនកុងថាងនេះបាទអញ្ចឹងតាឡងគាត់និយាយម្ដងបាទ听起来不错听
听起来不错ស្ដាប់មើលទៅដូចល្អ听起来不错ស្ដាប់មើលទៅដូចល្អ我也想吃ខ្ញុំក៏ចង់ញ៉ាំដែរ我也想吃ហើយលេនមីគាត់ឆ្លើយលេនមីគាត់នេះទៀតលេនមីគាត់និយាយម្ដងបាទ平时我在公司食堂吃饭បាទជាទូទៅឬក៏ខ្ញុំបាទថាជាធម្មតាបាទជាធម្មតាខ្ញុំនៅអាហារដ្ឋានក្រុមហ៊ុនបាទអាហារដ្ឋានរបស់ក្រុមហ៊ុនហ្នឹងញ៉ាំបាយ周末我就点外卖或者下馆子ចុងសប្តាហ៍ខ្ញុំក៏ធ្វើការកម្មង់អាហារពីខាងក្រៅឬក៏ទៅញ៉ាំនៅអាហារដ្ឋានបាទអញ្ចឹងឡើយនេះលីនមីគាត់និយាយថា平时我在公司食堂吃饭ជាធម្មតាខ្ញុំនៅអាហារដ្ឋានក្រុមហ៊ុនញ៉ាំបាយចុងសប្តាហ៍ខ្ញុំក៏ជាវទាមវាយម៉ៃខ្ញុំក៏កម្មង់អាហារពីខាងក្រៅ或者ឬក៏ណា或者下馆子下馆子នេះគឺទៅបាទចុះទៅអាហារដ្ឋានអញ្ចឹងណាបាទឥឡូវយើងបន្តទៅមុខទៀតតាឡងគាត់និយាយម្ដង我们公司也有餐厅ក្រុមហ៊ុនរបស់ពួកខ្ញុំក៏មានអាហារដ្ឋានដែរបាទ餐厅អាហារដ្ឋាន但是有时候不好吃ក៏ប៉ុន្តែមានពេលខ្លះ但是有时候菜不好吃ក៏ប៉ុន្តែមានពេលខ្លះអាហារមិនឆ្ងាញ់ទេបាទចឹងគាត់និយាយថា我们公司也有餐厅ក្រុមហ៊ុនរបស់ខ្ញុំក៏មានអាហារដ្ឋានដែរ但是有时候菜不好吃ក៏ប៉ុន្តែមានពេលខ្លះអាហារនោះគឺមិនឆ្ងាញ់ទេបាទ我工作日经常点外卖我工作日经常点外卖នៅក្នុងថ្ងៃធ្វើការរបស់ខ្ញុំនៅក្នុងថ្ងៃធ្វើការខ្ញុំបាទតែងតែកម្មង់អាហារពីខាងក្រៅទៀតនេះគឺកម្មង់អាហារពីខាងក្រៅអញ្ចឹងនៅក្នុងថ្ងៃធ្វើការខ្ញុំតែងតែកម្មង់អាហារពីខាងក្រៅ周末我就自己做饭周末我就自己做饭ចុងសប្តាហ៍ខ្ញុំក៏ធ្វើម្ហូបខ្លួនឯងបាទ周末我就自己做饭ឥឡូវលេនមីគាត់និយាយម្ដងបាទតាឡងគាត់សួរមកតាឡងនេះ那你今晚吃什么តាឡងអញ្ចឹងយប់នឹងយប់នេះ今天晚上ណា今晚ហ្នឹងគឺស្មើនឹងពាក្យ今天晚上今晚吃什么យប់នឹងញ៉ាំអីគេតាឡងគាត់ឆ្លើយមកបាទ今天我也自己做饭今天我也自己做饭ថ្ងៃហ្នឹងខ្ញុំក៏ធ្វើម្ហូបខ្លួនឯងដែរ上次小米教我做番茄炒蛋和麻婆豆腐ណា上次小米កាលលើកមុន小米教我做饭教我做番茄炒蛋កាលពីលើកមុន小米បានបង្រៀនខ្ញុំធ្វើឆាពេញប៉ោះពងទាឆាពេញប៉ោះពងទានេះ番茄炒蛋គេ番茄炒蛋គឺឆាពេញប៉ោះពងទា和麻婆豆腐ហើយនឹងតៅហ៊ូម៉ាផ័រនេះតៅហ៊ូម៉ាផ័រនេះបាទ我想试一试ខ្ញុំចង់សាកល្បងមើលបាទគឺសាកល្បងធ្វើម្ហូបដែលគេបរៀនហ្នឹងណាបាទចឹងយើងបន្តមកទៀតសុនណានគាត់និយាយម្ដង我喜欢吃酸的和辣的ខ្ញុំចូលចិត្តញ៉ាំជូរបាទ酸的នេះគឺជូរ和辣的និងប្រៃនិងហឹរខ្ញុំចូលចិត្តញ៉ាំជូរនិងហឹរបាទជា教我吧បរៀនខ្ញុំផងណាបើថាបរៀនខ្ញុំធ្វើម្ហូបផងឲ្យតាឡងបរៀនណាហើយតាឡងគាត់ថា我现教你番茄炒蛋អញ្ចឹង我现教你番茄炒蛋吧ខ្ញុំបរៀនអ្នកឆាពេញប៉ោះពងទាសិនបាទមុនជាមុនសិនបាទនេះវ៉ាសៀនគឺខ្ញុំមុនបង្រៀនអ្នកឆាពេញប៉ោះ
bông tia và sân ni mãi san cơ phân chia khờ ú cơ chỉ tàn nẹ tính bình bó bấy và bình bó bấy phá hay nâng bông tia pram grop ba bông môn và cho làm bông tia bông môn và cứ bông môn pram grop mình bông tia này còn cứ bông môn nữa nè và bộ khó sầu xiên và đập bóng giao tả chỉ tàn cứ thử vậy bông môn dần bảy bông môn chỉ tàn dễ đi phăng tiền diện và là được nông dễ ní cứ tật cứ tật bông môn nữa chỉ tàn dễ đi bây giờ vài hai mình bông môn nó chỉ là tật chứ là cái chấn được nông tật bông môn nó cứ đặt bờ tết và chào ý chào hay cổ về cho làng và chào ý chào phân chia也切成小块phân chia也切成小块hay bình bò này có tới cắt vía chia đom tôi phân chia成小块分chia也切成小块bình bò có thể cắt vía chia đom tôi đây 然后你现炒鸡蛋然后នេះគឺបន្តមកទៀតអ្នកដំបងគឺត្រូវឆាពងទាសិនឆាពងទាសិនឆឹងឈូឡាយថាហាចាក់ចេញដកចេញសិនចាយឆោphân chiaបន្តមកទៀតឆាពេញប៉ោះឆាពេញប៉ោះហើយ最后把鸡蛋和分切一块炒一炒ហើយចុងក្រោយយើងយកពងមាន់ច្រឡំតែពងទាយកពងមាន់និងពេញប៉ោះនេះឆាជាមួយគ្នាដាក់ឆាជាមួយគ្នាឆោ一块炒一炒ឆាជាមួយគ្នា再放点糖ហើយបន្តមកដាក់ស្ករបន្តិចទៅបាទ要是你喜欢的话要是นี่คือប្រសិនបើ要是你喜欢的话ប្រសិនបើអ្នកចូលចិត្ត还可以放一点葱花អាចធ្វើការដាក់នៅស្លឹកខ្ទឹមបាទឆុងហោះនេះគឺស្លឹកខ្ទឹមឬក៏ផ្កាខ្ទឹមអញ្ចឹងណាស្លឹកខ្ទឹមហ្នឹងបាទអាចធ្វើការដាក់នៅស្លឹកខ្ទឹមតិចទៅ让你的番茄炒蛋看起来更好漂亮ដើម្បីឲ្យ让你的番茄炒蛋ដើម្បីឲ្យពេញប៉ោះឆាពងមាន់របស់អ្នកហ្នឹងមើលទៅកាន់តែ更漂亮កាន់តែស្រស់ស្អាតណា更漂亮តោះទៀតលេងមើលថា听起来很容易ស្ដាប់មកទៅដូចជាងាយស្រួលណាស់周末我也试试ចុងសប្តាហ៍នេះខ្ញុំក៏សាកល្បងដែរសិនហើយសូនណានគាត់និយាយទៀត要是我学会了这个要是我学会了这个បើសិនបើខ្ញុំរៀនចេះមួយនឹងហើយរៀនចេះគេចេះក៏នេះគឺphân chia炒蛋នឹងគឺឆាពេញប៉ោះពងមាន់នឹងបើសិនបើខ្ញុំរៀនចេះឆាពេញប៉ោះពងមាន់ហើយ我就再你就再教我麻婆豆腐吧អ្នកត្រូវរៀនខ្ញុំធ្វើរបៀបធ្វើអ្នកក៏ត្រូវបង្រៀនអ្នកក៏ត្រូវចាំបង្រៀនខ្ញុំធ្វើតៅហ៊ូមកព្រោះផងបាទហើយតាឡងគាត់និយាយថាmấy vấn đềមិនអីទេបាទហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងមេរៀនយើងមកប្រយោគមកនេះហ្នឹងគឺច្រើនដែរអញ្ចឹងបងប្អូនអរគ្នាអាចធ្វើការសិក្សាបាទមើលវីដេអូម្ដងហើយម្ដងទៀតបាទហើយនឹងកន្លែងណាដែលខ្ញុំបកទៅមានចំណុចខ្វះខាតនេះគឺសូមកែសម្រួលទាំងអស់គ្នាបាទហើយយើងអាសានទិញបាទជាពិសេសគឺយើងចង់រៀនភាសាឆាប់ចេះគឺយើងទិញនៅប្រយោគនីមួយរបស់កិច្ចសន្ទនាគេហ្នឹងយើងទិញវាទៅអាសានទិញវានឹងធ្វើឲ្យយើងរត់មាត់អញ្ចឹងយើងនិយាយទៅគឺអត់តាក់ទេបាទអញ្ចឹងអរគុណអ្នកទាំងអស់គ្នាបាទចាំជួបគ្នានៅវីដេអូក្រោយទៀត